កំណើតភពផែនដីនិងកំណើតមហាសមុទ្រភ្នំប្រហែល454,000 លានឆ្នាំមុនភពផែនដីបានកើតឡើងពីពពុះធូលីនិងឧស្ម័នដ៏ធំមួយដែលនៅសល់ពីការកើតព្រះអាទិត្យដោយសារកម្លាំងទំនាញធូលីនិងថ្មដូចបានបុកគ្នារួមបញ្ចូលគ្នាក្លាយជាដុំធំឡើងរហូតក្លាយជាភពផែនដីនៅដំណាក់កាលដំបូងផែនដីមានសីតុណ្ហភាពខ្ពស់ខ្លាំងហើយផ្ទៃរបស់វាជាថ្មលីស្ទើរតែទាំងមូលនៅពេលផែនដីនៅក្មេងវាត្រូវបានអាចផ្កាយនិងអាចផ្កាយតូចបុកជាញឹកញាប់ការបុកទាំងនេះបានបង្កើតកម្ដៅយ៉ាងខ្លាំងធ្វើឲ្យថ្មនៅផ្ទៃរលាយនិងបង្កើតសមុទ្រថ្មរលាយ Magma Ocean ក្នុងអំឡុងពេលនេះមិនទាន់មានមហាសមុទ្រទឹកឬភ្នំដូចសពថ្ងៃទេបន្ទាប់ពីរាប់សិបលានឆ្នាំផែនដីបានចាប់ផ្ដើមត្រជាក់បន្តិចម្ដងថ្មរលាយនៅផ្ទៃបានរឹងក្លាយជាសម្បកផែនដីដំបូងសម្បកនេះនៅតែស្ដើងនិងងាយបែកដោយសារកម្ដៅខាងក្នុងនៅខ្លាំងការប្រេះបែកនេះគឺជាការចាប់ផ្ដើមនៃចលនាបន្ទះសម្បកផែនដីក្នុងអំឡុងពេលផែនដីត្រជាក់ភ្នំភ្លើងបានផ្ទុះជាបន្តបន្ទាប់បញ្ចេញចំហាយទឹកកាបូនឌីអុកស៊ីតអាសូតនិងឧស្ម័នផ្សេងឧស្ម័នទាំងនេះបានបង្កើតបរិយាកាសដំបូងរបស់ផែនដីនៅពេលសីតុណ្ហភាពធ្លាក់ចុះចំហាយទឹកបានក្លាយជាពុកហើយភ្លៀងធ្លាក់រាប់លានឆ្នាំទឹកភ្លៀងបានប្រមូលផ្ដុំនៅកន្លែងទាបលើផ្ទៃផែនដីបង្កើតជាបឹងបន្ទាប់មកក្លាយជាមហាសមុទ្រដំបូងអ្នកវិទ្យាសាស្ត្រជាច្រើនយល់ថាទឹកភាគច្រើនមានប្រភពពីចំហាយទឹកដែលភ្នំភ្លើងបញ្ចេញខណៈទឹកមួយផ្នែកទៀតអាចត្រូវបាននាំមកដោយអាចផ្កាយដែលមានទឹកកកនៅពេលមហាសមុទ្រកើតឡើងទឹកបានចាប់ផ្ដើមបំផ្លាញថ្មដោយដំណើរការហៅថាការច្រេះ erosion ទន្លេបាននាំយកអំបិលនិងសារធាតុរ៉ែពីថ្មទៅក្នុងមហាសមុទ្រដោយសារការប្រមូលផ្ដុំរាប់រយលានឆ្នាំមហាសមុទ្របានក្លាយជាទឹកប្រៃដូចសពថ្ងៃខាងក្រោមសម្បកផែនដីមានស្រទាប់ម៉ង់តែល mantle ដែលក្តៅខ្លាំងនិងចលនាយឺតចលនានេះបានរុញឲ្យបន្ទះសម្បកផែនដីផ្លាស់ទីជាបន្តបន្ទាប់ទ្រឹស្ដីនេះត្រូវបានគេហៅថាទ្រឹស្ដីចលនាបន្ទះសម្បកផែនដី plate tectonics ដែលជាគន្លឹះក្នុងការពន្យល់ពីការកើតភ្នំមហាសមុទ្រនិងការរញ្ជួយដីនៅកន្លែងដែលបន្ទះសម្បកផែនដីបែកចេញពីគ្នាថ្មរលាយពីក្រោមបានហូរឡើងបង្កើតសម្បកថ្មីដំណើរការនេះកើតឡើងនៅបាតមហាសមុទ្រហើយធ្វើឲ្យមហាសមុទ្រមួយចំនួនកាន់តែធំឡើងជួរភ្នំក្រោមបាតសមុទ្រដ៏វែងនេះត្រូវបានហៅថា Mid-Ocean Ridge នៅកន្លែងដែលបន្ទះសម្បកផែនដីបុកគ្នាសម្ពាធដ៏ខ្លាំងបានធ្វើឲ្យថ្មបត់កិតនិងលើកឡើងជាភ្នំធំជាច្រើននៅលើពិភពលោកដូចជាភ្នំហេម៉ាឡៃកើតឡើងដោយដំណើរការនេះដូច្នេះភ្នំមិនមែនកើតឡើងភ្លាមទេប៉ុន្តែកើតឡើងក្នុងរយៈពេលរាប់សិបលានឆ្នាំការសិក្សាអំពីកំណើតមហាសមុទ្រនិងភ្នំបានផ្អែកលើភស្តុតាងជាច្រើនរួមមានថ្មបុរាណហ្វូស៊ីលការវាស់ស្ទង់បាតសមុទ្ររលករញ្ជួយដីនិងរូបភាពពីផ្កាយរណបភស្តុតាងទាំងនេះបង្ហាញថាផែនដីជាភពដែលនៅតែមានការផ្លាស់ប្ដូរជានិច្ចហើយមហាសមុទ្រនិងភ្នំនៅតែបន្តកើតមាននិងផ្លាស់ប្ដូររហូតមកដល់សព្វថ្ងៃផ្នែកទី2ទ្រឹស្ដីចលនាបន្ទះសម្បកផែនដីនិងការកើតទ្វីបសម្បកផែនដីមិនមែនជាស្រទាប់តែមួយជាប់គ្នាទាំងមូលនោះទេវាត្រូវបានបែងចែកជាបន្ទះធំជាច្រើនដែលគេហៅថាបន្ទះសម្បកផែនដី tectonic plates បន្ទះទាំងនេះមានទាំងបន្ទះទ្វីបនិងបន្ទះបាតមហាសមុទ្រវាផ្លាស់ទីយឺតក្នុងល្បឿនប្រហែល10 សង់ទីម៉ែត្រក្នុងមួយឆ្នាំប៉ុន្តែការផ្លាស់ទីតូចនេះនៅពេលប្រមូលផ្ដុំរាប់លានឆ្នាំអាចផ្លាស់ប្ដូររូបរាងពិភពលោកទាំងមូលបានកម្លាំងដែលជំរុញឲ្យបន្ទះសម្បកផែនដីផ្លាស់ទីគឺកម្ដៅពីផ្នែកខាងក្នុងរបស់ផែនដីកម្ដៅនេះបង្កើតចលនារង្វិលជុំក្នុងស្រទាប់ម៉ង់តែល Metal Convection ដែលដូចជាទឹកកំពុងពុះក្នុងឆ្នាំងចលនានេះរុញនិងទាញបន្ទះសម្បកផែនដីឲ្យផ្លាស់ទីទៅទីផ្សេងអ្នកវិទ្យាសាស្ត្របែងចែកចលនារវាងបន្ទះសម្បកផែនដីជា3ប្រភេទសំខាន់គឺបន្ទះបែកចេញពីគ្នា Divergent boundary បន្ទះបុកគ្នា Convergent boundary និងបន្ទះកាត់គ្នា Transform boundary ចលនានេះមួយបង្កើតលក្ខណៈភូមិសាស្ត្រខុសគ្នាដូចជាមហាសមុទ្រភ្នំភ្លើងនិងការរញ្ជួយដីនៅពេលបន្ទះសម្បកផែនដីបែកចេញពីគ្នាថ្មរលាយពីក្រោមបានហូរឡើងមកបង្កើតសម្បកថ្មីដំណើរការនេះហៅថា seafloor spreading ឬការពង្រីកបាតសមុទ្រវាបានធ្វើឲ្យបាតមហាសមុទ្រពង្រីកនិងបង្កើតជួរភ្នំក្រោមបាតសមុទ្រដែលលាតសន្ធឹងរាប់ម៉ឺនគីឡូម៉ែត្រនៅពេលបន្ទះសម្បកផែនដីពីររបគ្នាបន្ទះដែលមានដង់ស៊ីតេខ្ពស់ជាងភាគច្រើនជាបន្ទះបាតសមុទ្រនិងលិចចុះក្រោមបន្ទះម្ខាងទៀតដំណើរការនេះហៅថា subduction នៅតំបន់នេះកើតមានរញ្ជួយដីខ្លាំងភ្នំភ្លើងនិងលេនដ្ឋានសមុទ្រជ្រៅប្រសិនបើបន្ទះទ្វីបពីររបគ្នាវាមិនងាយលិចចុះក្រោមគ្នាទេព្រោះវាមានដង់ស៊ីតេទាបជាងបន្ទះបាតសមុទ្រផ្ទុយទៅវិញថ្មនឹងបត់និងលើកឡើងជាជួរភ្នំខ្ពស់ភ្នំហេម៉ាឡៃគឺជាឧទាហរណ៍ដ៏ល្បីបំផុតនៃការបុកគ្នារវាងបន្ទះឥណ្ឌានិងបន្ទះអឺរ៉ាស៊ីនៅកន្លែងដែលបន្ទះសម្បកផែនដីកាត់គ្នាមិនមានការបង្កើតឬបំផ្លាញសម្បកថ្មីទេទោះជាយ៉ាងណាការកិតរវាងបន្ទះទាំងពីរបង្កើតសម្ពាធយ៉ាងខ្លាំងនៅពេលសម្ពាធត្រូវបានដោះលែងវាបង្កឲ្យមានការរញ្ជួយដីដែលពេលខ្លះអាចមានកម្លាំងខ្លាំងនិងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ
ប្រហែល335លានឆ្នាំមុនទ្វីបទាំងអស់នៅលើផែនដីធ្លាប់រួមបញ្ចូលគ្នាជាទ្វីបយក្សមួយដែលអ្នកវិទ្យាសាស្ត្រហៅថា Pangea ទ្វីបយក្សនេះត្រូវបានព័ទ្ធជុំវិញដោយមហាសមុទ្រដ៏ធំមួយក្រោយមកដោយសារចលនាបន្ទះសម្បកផែនដីវាបានបែកចេញជាបន្តបន្ទាប់ក្រោយការបែករបស់Pangeaទ្វីបបានផ្លាស់ទីទៅទីតាំងផ្សេងហើយបង្កើតជាទ្វីបទាំង7ដែលយើងស្គាល់សព្វថ្ងៃគឺអាស៊ីអាហ្វ្រិកអឺរ៉ុបអាមេរិកខាងជើងអាមេរិកខាងត្បូងអូស្ត្រាលីនិងអង់តាក់ទិកការផ្លាស់ទីនេះក៏បានបង្កើតមហាសមុទ្រថ្មីនិងបិទមហាសមុទ្រចាស់មួយចំនួនផងដែរសូម្បីតែសព្វថ្ងៃបន្ទះសម្បកផែនដីនៅតែបន្តផ្លាស់ទីឧទាហរណ៍បន្ទះឥណ្ឌានៅតែរុញចូលបន្ទះអឺរ៉ាស៊ីដែលធ្វើឲ្យភ្នំហេម៉ាឡាយកើនកម្ពស់បន្តិចម្ដងទោះបីជាការជ្រះដោយខ្យល់ទឹកនិងទឹកក៏កំពុងកាត់បន្ថយកម្ពស់របស់វាក៏ដោយនេះបង្ហាញថាផែនដីគឺជាភពដែលមានសកម្មភាពភូមិសាស្ត្របន្តជានិច្ច